ផ្កាថ្កល់មាសពិតជាមាសទឹកដប់មែនកុំរំលងឲ្យសោះមានអត្ថប្រយោជន៍លើសពីអ្វីដែលអ្នកមិនធ្លាប់បានដឹងសួស្តីប្រិយមិត្តថ្ងៃនេះនាងខ្ញុំសូមនាំមិត្តភ័ក្តិទាំងអស់គ្នាមកស្គាល់ដើមថ្កល់និងផ្កាថ្កល់ដែលល្បីល្បាញខ្លាំងក្នុងខ្សែភាពយន្តខ្មែរថ្កល់គឺជារុក្ខជាតិដើមធំអាចមានកម្ពស់ខ្ពស់ពី15ទៅ20ម៉ែត្រអាស្រ័យលើមជ្ឈដ្ឋានដែលវាដុះរុក្ខជាតិត្រូពិកមួយប្រភេទនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជារុក្ខបុប្ផាដ៏ស្រស់ស្អាតមិនចាញ់ផ្ការំដួលប៉ុន្មាននោះទេលើសពីនេះទៅទៀតថ្កល់គឺជារុក្ខជាតិឱសថដែលមានប្រសិទ្ធភាពខ្ពស់អាចមានសមត្ថភាពព្យាបាលបានច្រើនមុខទៀតផងខាងក្រោមនេះជាសមត្ថភាពរបស់វា1ផ្កាស្ងួតប្រើសម្រាប់ជំនួយបេះដូងកាយហឺតឈឺកកាត់ស្លេះបំរុងសួតកាយឈឺពោះ2ផ្លែព្យាបាលរាគរ៉ាំរ៉ៃផ្លែទុំកាយឈឺក្បាលរលាកបំពង់កឈឺធ្មេញរលាកអញ្ចាញ់ធ្មេញធ្វើឲ្យធ្មេញរឹងមាំផ្លែខ្ចី3សម្បកដើមកាយអាការៈឈឺធ្មេញពុះរោគរលាកតាមបំពង់ខ្យល់ឈឺឆ្អឹងសន្លាក់4គ្រាប់បុកបិទគូតកូនក្មេងព្យាបាលទល់លាមកផ្កាថ្កល់ជាផ្កាខ្មែរបុរាណមានក្លិនក្រអូបតាំងពីនៅជាប់ដើមរហូតដល់ជ្រុះក្រៀមស្វិតក៏នៅតែមានក្លិនក្រអូបឈ្ងុយឈ្ងប់ផ្កាថ្កល់ត្រូវបានបុព្វបុរសខ្មែរជ្រើសរើសជាក្បាច់គ្រឿងអលង្ការថែមទៀតផងផ្កាថ្កល់កាលពីដើមឡើយគេច្រើនយកទៅថ្វាយព្រះពុទ្ធសូមអរគុណចំពោះការតាមដានស្ដាប់និងទស្សនារបស់អស់លោកអ្នក